Mẹ phải chôn má này được chứ? Tao muối. Ồ, cài muối à? Là có ăn thạch ca của về Thập cài. ក្រមស្មារតីមនុស្សធម៌លោកឧត្តមស្រីត្រីមេងស្រុនមានបញ្ជាការបានបរិច្ចាគថវិកាចំនួន 1,280,000 រៀលក្នុងការឧបត្ថម្ភទៅដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិងប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកនិងគ្រួសារចាស់ជរាចំនួន 3 គ្រួសារក្នុងភូមិសាស្ត្រស្រុកភ្នំស្រួយ លោកឧត្តមស្រីត្រីមេងស្រុនមានបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនៅវេលាម៉ោង 9:10 នាទីព្រឹកថ្ងៃទី 10 ខែមិថុនាឆ្នាំ 2026 ក្រមស្មារតីមនុស្សធម៌បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រមទាំងមានការចូលរួមដោយស្ម័គ្រចិត្តពីក្រុមការងារកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះសម្បែងអស់មួយគ្រួសារនិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កំពុងជួបការលំបាកចាស់ជរាព្រមទាំងមានជំងឺប្រចាំកាយចំនួន 3 គ្រួសារបន្ថែមទៀតស្ថិតនៅភូមិស្លែងឃុំមហាសាំងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺ គ្រួសារដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះសម្បែងមានឈ្មោះហ៊ីប៊ុនសៀងភេទប្រុសអាយុ 58 ឆ្នាំនិងមានប្រពន្ធឈ្មោះអៀងួនអាយុ 52 ឆ្នាំដោយបច្ចុប្បន្នរស់នៅក្នុងភូមិស្លែងឃុំមហាសាំងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺពិតជាដូចពាក្យចាស់លោកពលថាជន់មកទូកបណ្ដាទន្លេកុំឲ្យតែភ្លើងឆេះផ្ទះឆេះគ្មានសល់អ្វីទេទ្រព្យសម្បត្តិសម្ភារៈផ្សេងៗនិងវត្ថុមានតម្លៃដែលបានខិតខំប្រឹងប្រែងរកទាំងក្តីលំបាកកាត់ចេញមកពីយុឈាមត្រូវបានរលាយខ្លាចជាឆេះគ្មានសល់ត្រឹមតែមួយប្រព្រឹត្តផ្នែកប៉ុណ្ណោះ ក្នុងពេលចុះសួរសុខទុក្ខតែលោកឧត្តមស្រីត្រីមេងស្រុនមានវិជ្ជាការរួមជាមួយនឹងក្រុមការងារអមដំណើរជាមួយបានសំណេះសំណាលជាមួយក្រុមគ្រួសារគាត់ដោយក្តីអាណិតអាសូរពន់ពេកក្រមស្មារតីមនុស្សធម៌ខ្មែរស្រឡាញ់ជួយគ្នាក្នុងគ្រាលំបាកលោកឧត្តមស្រីត្រីមានវិជ្ជាការបានឧបត្ថម្ភថវិកាចំនួន 30,000 រៀលនិងសម្ភារៈមួយចំនួនព្រមទាំងគ្រឿងឧបភោគបរិភោគរួមមានអង្ករមួយបាវ 50 គីឡូក្រាមមីពីកេសទឹកសុទ្ធ2យួរភេសជ្ជៈពីកេសទឹកត្រី2យួរទឹកស៊ីអ៊ីវ2យួរត្រីខ2យួរពូជ3ផ្នែក3និងកន្ទេលមួយចំនួនថែមទៀតផង ឆ្លៀតក្នុងឱកាសនោះលោកឧត្តមស្រីត្រីមេងស្រុនដោយមើលឃើញជាក់ស្ដែងពីការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋព្រមទាំងចាស់ជរាចំនួន 3 គ្រួសារដែលគ្រួសារទី 1 ចាស់ជរាឧបត្ថម្ភថវិកាចំនួន 40,000 រៀលគ្រួសារទី 2 មានកាត់ជំងឺពកឧបត្ថម្ភថវិកាចំនួន 20,000 រៀលនិងគ្រួសារទី 3 មានជីវភាពក្រីក្រខ្វះខាតឧបត្ថម្ភថវិកាចំនួន 10,000 រៀលដែលសរុបជាថវិកាទាំងអស់រួមនឹងសម្ភារៈចាំបាច់មួយចំនួនព្រមទាំងគ្រឿងឧបភោគបរិភោគអស់ចំនួន 1,280,000 រៀល គូរំលឹកផងដែរថាលោកឧត្តមស្រីត្រីមេងស្រុនមានបញ្ជាការតែងតែបរិច្ចាគនៅថវិកាផ្ទាល់ខ្លួននិងធ្វើការចែករំលែកស្បៀងអាហារសម្លៀកបំពាក់ធ្វើទីជម្រកសម្រុំនិងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋគ្រួសារណាដែលមានជីវភាពខ្វះខាតជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺនិងក្នុងមូលដ្ឋានតាមបណ្ដាខេត្តផ្សេងៗទៀតដោយក្នុងសកម្មភាពមនុស្សធម៌ដ៏ឧត្តមឧត្តមបានបង្ហាញពីក្តីមេត្តាករុណានិងសាមគ្គីភាពក្នុងសង្គមពិសេសបានបណ្ដុះស្មារតីសាមគ្គីភាពនិងសេចក្តីស្រឡាញ់រវាងមនុស្សជាតិថែមទៀតផង